ហោះហើរមិនឈប់អមជាមួយយន្តហោះចម្បាំងជាច្រើនគ្រឿងទៅទម្លាក់គ្រាប់បែកនៅទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ដែលមាន Nathan Faudo រួមទាំង Isfahan កាលពីខែមិថុនា 2025 នាពេលកន្លងមកតើសហរដ្ឋអាមេរិកចំណាយថវិកាអបប្រមាណក្នុងបេសកកម្មមួយនេះគ្រាប់បែកជ្រៃដី GBU 57ចំនួន14គ្រាប់ដែលមានតម្លៃប្រហែល 3.5 ទៅ 5 លានដុល្លារក្នុងមួយគ្រាប់កម្មជួយខ្លោង Tomahawk ត្រូវបានបាញ់ក្នុងកំឡុងប្រតិបត្តិការដែលមានតម្លៃប្រហែល 1.5 លានទៅ 2 លានដុល្លារក្នុងមួយគ្រាប់ B2 Spirit ចំនួន 7 គ្រឿងដែលចំណាយប្រមាណ 150,000 ដុល្លារក្នុងមួយម៉ោងសម្រាប់យន្តហោះមួយគ្រឿងខែការពារប្រព័ន្ធដែនអាកាសយចាប់ថាសដែលមានតម្លៃប្រមាណ 12.7 លានដុល្លារក្នុងមួយដើមដើម្បីការពារមីស៊ីលរបស់អ៊ីរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែលការដាក់ពង្រាយយន្តហោះជាង 125 គ្រឿងរួមទាំងយន្តហោះចម្បាំងនាវាដឹករែងនិងជំនួយផ្សេងៗទៀតដោយបន្ថែមការចំណាយប្រតិបត្តិការរាប់រយលានដុល្លារចំណាយសម្រាប់ថ្លៃស្នាក់នៅបណ្ដោះអាសន្នរបស់បុគ្គលិកអាមេរិកប្រមាណ 9.9 លានដុល្លារនេះបើយោងតាមឯកសារលម្អិតរបស់មន្ទីរបញ្ចកោណចុះថ្ងៃទី 16 កញ្ញា 2025 បានបង្ហាញពីការចំណាយចន្លោះពី 500 លានទៅ 636 លានដុល្លារការចំណាយប្រតិបត្តិការលម្អិតនិងស្មុគស្មាញទំនងជាធ្លាក់នៅក្នុងចន្លោះរាប់រយលានដុល្លារឯណោះដែលអាស្រ័យលើវិសាលភាពដែលបានរួមបញ្ចូលប្រតិបត្តិការ Operation Midnight Hammer បានប្រើប្រាស់យន្តហោះ B2 ចំនួន 7 គ្រឿងហោះហើរទាំងទៅទាំងមកក្នុងបេសកកម្មដែលមិនឈប់ឈរពីមូលដ្ឋានទ័ពរដ្ឋ Missouri ទៅកាន់ប្រទេសអ៊ីរ៉ង់និងត្រឡប់មកវិញដែលមានរយៈពេលប្រមាណ 37 ទៅ 40 ម៉ោងដែលរាល់ការចំណាយទាំងអស់ស្ថិតក្នុងទំហំទឹកប្រាក់ប្រមាណជាង 500 លានដុល្លារប្រសិនបើអ៊ីរ៉ង់មានលេនដ្ឋានក្រមដីជ្រៅជាងនេះតើសហរដ្ឋអាមេរិកនឹងចំណាយប៉ុណ្ណាទៅវិសាលភាពនៃបេសកកម្មនេះគឺដឹកនាំដោយលោក Joshua David Toller ដែលជាអ្នកគ្រប់គ្រងបេសកកម្មនេះទាំងមូលដោយគ្មានភាពថាកំហុសកើតឡើងនោះទេប្រសិនបើបេសកកម្មនេះទទួលបានភាពបរាជ័យតើលោក Joshua David Toller ទទួលខុសត្រូវបែបណា